ក្រុមហ៊ុនអាមេរិក Elitech Global Inc. ក្រុងបោះទុនវិនិយោគកែច្នៃកសិផលរបស់កម្ពុជាសម្រាប់ការនាំចេញគម្រោងនេះត្រូវបានលើកឡើងដោយលោក Jason Ma ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Elitech Global Inc. នៅចំពោះមុខលោកស៊ូចន្ទថុលអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នាថ្ងៃទី21ខែវិច្ឆិកាជំនួបនេះធ្វើឡើងតាមរយៈកិច្ចសម្របសម្រួលរបស់លោក Casey Barnett ប្រធានសហភាពពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបើតាម CDC លោកស៊ុនចន្ទថុលបានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន Elitech Global Inc. ដោយបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋការវិនិយោគមានលក្ខណៈជាកសិឧស្សាហកម្មដែលនឹងចូលរួមជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុកជាមួយគ្នានេះលោកអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏បានអះអាងពីការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនដើម្បីឲ្យគម្រោងនេះឲ្យដំណើរការទៅបានដោយរលូននិងឆាប់រហ័សនិងក៏ដើម្បីចូលរួមចំណែកដោយផ្ទាល់ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាតាមរយៈការបង្កើតនូវខ្សែច្រវាក់ផលិតកម្មពេញលេញដែលចាប់ផ្ដើមពីការប្រមូលផលរហូតដល់ការកែច្នៃសម្រាប់ finished products ជាមួយគ្នានេះលោកអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏បានអះអាងពីការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនដើម្បីឲ្យគម្រោងនេះអាចដំណើរការទៅបានដោយរលូននិងឆាប់រហ័សនិងក៏ដើម្បីចូលរួមចំណែកដោយផ្ទាល់ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាតាមរយៈការបង្កើតនូវខ្សែច្រវាក់ផលិតកម្មពេញលេញដែលចាប់ផ្ដើមពីការប្រមូលផលរហូតដល់ការកែច្នៃសម្រេច